បាទសួស្តីបងប្អូនថ្ងៃនេះយើងជួបគ្នាសារជាថ្មីម្ដងទៀតហើយអញ្ចឹងកាលពីលើកមុនខ្ញុំបានបង្ហាញទៅលើរបៀប copy ហើយនិង paste ធម្មតាក៏ប៉ុន្តែសម្រាប់ថ្ងៃនេះគឺពិសេសមែនទែនគឺខ្ញុំបង្ហាញទៅលើរបៀបនៃការ copy ហើយនិង paste ទៅលើ sheet ណាអញ្ចឹងដើម្បី copy ហើយនិង paste ទៅលើ sheet បានដោយយ៉ាងម៉េចបងប្អូនអាចមើលនិយមន័យបន្តទៀតនឹងចូលអនុវត្តជាមួយខ្ញុំអញ្ចឹងយើងមាន5ចំណុចដើម្បី copy ឬក៏ paste ទៅលើsheet នឹងបានអញ្ចឹងទី1គឺចុច mouse ទៅលើ mouse ស្ដាំលើផ្ទាំងនៃស្លឹកកិច្ចការហើយទី2គឺយើងជ្រើសរើសយកពាក្យមក and copy ហើយទី3គឺជ្រើសរើស file ដើម្បីបិទភ្ជាប់ sheet ដែលបានថតចម្លងហើយទី4 tick លើពាក្យថា create copy ហើយទី5យើងចុចទៅលើប៊ូតុង OK អញ្ចឹងអានេះយើងអាច copy បានអូខេអញ្ចឹងយើងអាច copy ហើយនឹង paste បានទៅលើ sheet នេះទៅណានេះគឺជារូបភាពដែលយើងអាចមើលបានចុចទី1បងប្អូនចូលមកកន្លែងនេះបងប្អូនចុចមកស្ដាំបន្តមកទៀតបងប្អូនចុចទី2គឺមក copy ហើយនឹងទី3គឺយើងចូលមកដល់កន្លែងនេះគឺយើងជ្រើសរើសនៅទៅលើដែលបងប្អូនយក copy លើអីមួយចឹងទៅហើយនៅទី4គឺបងប្អូនចុចពី create ទី5បងប្អូនចុច OK ណាអញ្ចឹងនេះគឺជារបៀប copy ហើយនឹង paste អញ្ចឹងខ្ញុំសូមចូលទៅផ្ទាំងកិច្ចការដើម្បីបង្ហាញឬក៏បញ្ចូលបងប្អូនបន្ថែមទៀតណាអញ្ចឹងយើងបានចូលមកផ្ទាំងកិច្ចការហើយអញ្ចឹងនេះគឺជាផ្ទាំងតែមួយ sheet របស់យើងអញ្ចឹងខ្ញុំចង់បាន copy sheet ទៅលើមួយទៀតប៉ុន្តែខ្ញុំចង់ឲ្យ sheet របស់យើងនឹងគឺជាប់ទិន្នន័យនេះទាំងអស់អញ្ចឹងដើម្បីឲ្យ sheet របស់យើង copy ទៅបានទាំងទិន្នន័យបងប្អូនចុចមកស្ដាំនេះបងប្អូនយកសញ្ញាព្រួយនេះមកដាក់លើកន្លែង sheet font នេះមកបន្តមកទៀតបងប្អូនចុចមកស្ដាំបន្តមកទៀតបងប្អូនឃើញពាក្យថា more or copy បងប្អូនចុចលើកន្លែងហ្នឹងមកពេលនោះគឺចេញផ្ទាំងបែបនេះមួយអញ្ចឹងបងប្អូនអត់ចាំបាច់ប្រើច្រើនទេបងប្អូនកន្លែងនេះគឺយើងមិនចាំបាច់ចូលដែរព្រោះវាយើងបាន select ទៅលើបុកធូហើយបន្តមកទៀតបងប្អូនចុចពាក្យថា create copy បងប្អូនយកពាក្យថា អូខេពេលនោះគឺយើងបាន sheet មួយទៀតនេះគឺ sheet ទី1ហើយនេះគឺ sheet ទី2ប៉ុន្តែគឺទិន្នន័យរបស់យើងគឺអត់មានការប្រែប្រួលទេគឺយើង copy ទាំងទិន្នន័យទាំង sheet តែម្ដងអញ្ចឹងនេះគឺយើង copy បានដោយជោគជ័យហើយទិន្នន័យក៏អត់មានការបាត់ដែរណាអញ្ចឹងបន្តមកទៀតកន្លែងបងប្អូនអាច rename អញ្ចឹងរបៀប rename បងប្អូនចេះហើយបងប្អូនគាត់ចុច click 2ដងឬក៏បងប្អូនចុច mouse ស្ដាំយកពាក្យថា rename បងប្អូនដាក់ឈ្មោះអីបានទៅវិធីធីអញ្ចឹងទៅវាថាហើយកន្លែងនេះយើងដាក់ rename ទៅបងប្អូនអាចយកទៅដាក់ពាក្យ 3ដង enter ទៅហើយបងប្អូនចង់ដាក់ពណ៌ទៅលើ sheet នីមួយៗបងប្អូនចុចមកស្ដាំបងប្អូនយកពាក្យថា tab color បងប្អូនរើសពណ៌បានពណ៌អ្វីក៏បានដែរឲ្យតែបងប្អូនពេញចិត្តណាអញ្ចឹងខ្ញុំអាចថាថ្ងៃនេះគឺខ្ញុំអាចបរៀន2ដងពីមុនខ្ញុំបានបង្ហាញបងប្អូនម្ដងហើយឬក៏ពណ៌ក្រហមហ្នឹងទៅណាហើយទៅលើ sheet របស់យើងអាចចង់ copy អញ្ចឹងក៏បានបងប្អូនអាចជំរើសមួយទៀតគឺបងប្អូនគិតថាមិនចង់បានទិន្នន័យនេះទេបងប្អូនគាត់ចុចសញ្ញាបូកលើនេះមកក៏បង្កើត sheet បានមួយទៀតដែរប៉ុន្តែគាត់ថា sheet របស់យើងនេះគឺអត់មានទិន្នន័យទេអញ្ចឹងណាអញ្ចឹងនេះគឺជារបៀបនៃការ copy ហើយនឹង paste ទៅលើ sheet តាមវីដេអូមួយនេះគឺអត់មានអីច្រើនទេបងប្អូនគឺគ្រាន់តែខ្ញុំបង្ហាញតែប៉ុណ្ណឹងហើយខ្ញុំសូមលុបទៅលើ sheet ទី3នេះចោលវិញអញ្ចឹងសម្រាប់វីដេអូមួយនេះគឺអត់មានអីច្រើនទេបងប្អូនគឺខ្ញុំបង្ហាញតែរបៀប copy ហើយនឹងទៅលើ paste ទៅលើ sheet អញ្ចឹងជាចុងក្រោយសូមអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះសូមបងប្អូនជួយចុច Subscribe ខ្ញុំមួយដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតនៅពេលដែលខ្ញុំផុសចូលនឹងជាចុងក្រោយក៏សូមអរគុណសូមជម្រាបលា